បញ្ជាក់ប្រាប់នៃរកហើយនឹងសត្រូវភរិយាស្វាមីនៅក្នុងជីវិតមិនជាការពិតតែស្នេហ៍ស្និទ្ធស្មោះស្ម័គ្រសន្ខានមិនប្រកាន់មិនប្រចាំយល់ចិត្តយល់ខ្លាំងពាក្យថាភរិយាស្វាមីត្រូវតែភក្តីមិនមានលំអៀងញញឹមមិនអោយក្រុមក្រៀមគឺជាផ្លូវស្ពានសូមភ័ក្របង្គាប់មិនក្បត់មិនមានល្បិចគល់ឲ្យស្គាល់តែពាក្យថាមេត្តាតែថ្នាក់ធ្នូបីប្រឡោប្រៃសាស្មាគឺពាក្យយ៉ាងខ្លីតែវាមានន័យមិនអាចគណនាស្វាមីហើយនឹងភរិយាពិតជាសំខាន់ស្នេហ៍គឺជាកម្មសិទ្ធិគឺជាជីវិតភរិយាស្វាមីបើតិចលំឬដោនាំលោកីចុះអត់មកលើហើយស្វាមីភរិយាគឺជាមេគាសុំសូមគួរអត់ដឹងជីវិតសុខសាន្តសុខដុមរស់នៅជួបជុំគឺស្មោះភក្តីនៃមួយប្រពន្ធអាពីនេះគឺជាឆាកបញ្ជាក់ប្រាប់នៃរកហើយនឹងសត្រូវភរិយាស្វាមីនៅក្នុងជីវិតមិនជាការពិតតែស្នេហ៍ស្និទ្ធស្មោះស្ម័គ្រសន្ខានមិនប្រកាន់មិនប្រចាំយល់ចិត្តយល់ខ្លាំងពាក្យថាភរិយាស្វាមីត្រូវតែភក្តីមិនមានលំអៀងញញឹមមិនអោយក្រុមក្រៀមគឺជាផ្លូវស្ពានសូមភ័ក្របង្គាប់មិនក្បត់មិនមានល្បិចគល់ឲ្យស្គាល់តែពាក្យថាមេត្តាតែថ្នាក់ធ្នូបីប្រឡោប្រៃសាស្មាគឺពាក្យយ៉ាងខ្លីតែវាមានន័យមិនអាចគណនាស្វាមីហើយនឹងភរិយាពិតជាសំខាន់ស្នេហ៍គឺជាកម្មសិទ្ធិគឺជាជីវិតភរិយាស្វាមីបើតិចលំឬដោនាំលោកីចុះអត់មកលើហើយស្វាមីភរិយាគឺជាមេគាសុំសូមគួរអត់ដឹងជីវិតសុខសាន្តសុខដុមរស់នៅជួបជុំគឺស្មោះភក្តីនៃមួយប្រពន្ធអាពីនេះគឺជាឆាកបញ្ជាក់ប្រាប់នៃរកហើយនឹងសត្រូវភរិយាស្វាមីនៅក្នុងជីវិតមិនជាការពិតតែស្នេហ៍ស្និទ្ធស្មោះស្ម័គ្រសន្ខានមិនប្រកាន់មិនប្រចាំយល់ចិត្តយល់ខ្លាំងពាក្យថាភរិយាស្វាមីត្រូវតែភក្តីមិនមានលំអៀងញញឹមមិនអោយក្រុមក្រៀមគឺជាផ្លូវស្ពានសូមភ័ក្រ
គឺជាកម្មសិទ្ធិគឺជាជីវិតភរិយាស្វាមីបើទិញលំឬដូរនាំលោកីចុះអត់មកលើ ពីថៃស្វាមីភរិយាគឺជាមេគាសុំសូមគួរអត់ដំ ជីវិតសុខសាន្តសុខដុមរស់នៅជួបជុំគឺស្មោះភក្តីនៃមួយប្រពន្ធអូ អាពីនេះគឺជាឆាកបញ្ជាក់ប្រាប់នៃបុរសហើយនឹងស្ត្រីភរិយាស្វាមីនៅក្នុងជីវិតដែលជាការពិតដែលស្នេហ៍ស្និទ្ធស្មោះស្ម័គ្រសុខមិនប្រកាន់មិនប្រចាញ់យល់ចិត្តយល់ថ្លៃ ពីថាភ